ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំសូមចូលរួមរំលែកទុក្ខទៅដល់យោធាកម្ពុជាយើងដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីក៏ដូចជាសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានបាត់បង់សមាជិកដោយបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃនេះផងដែរបាទពុកម៉ែបងប្អូនទាំងអស់គ្នាសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ពួកសៀមបានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរបើគិតត្រឹមថ្ងៃទី10ធ្នូឆ្នាំ2025នេះជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតទៅដល់9នាក់ដែលក្នុងនោះគឺមានទារកម្នាក់និងរងរបួសទៅដល់ជនស្លូតត្រង់រហូត46នាក់បាទក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាននិងសេចក្តីថ្លែងការណ៍រួមគ្នាស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះបាទនៅថ្ងៃទី10ធ្នូឆ្នាំ2025នេះបាទវេលាម៉ោង15:45នាទីយោធាថៃបានប្លង់គ្រាប់កាំភ្លើង155មីលីម៉ែត្រចំនួន2គ្រាប់ចូលបឋមសិក្សាខ្វាចលិចឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យសកម្មភាពដ៏កម្រោលរបស់យោធាថៃនេះជាការបើកការបាញ់ប្រហារដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅជាពិសេសសាលារៀនរបស់កុមារក្រសួងការពារជាតិនៃកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃបានរំលោភបំពានលើបទចុះបាញ់និងសេចក្តីថ្លែងការណ៍រួមគ្នាស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់ឯកឧត្តមដុលណាត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាល់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានបាទពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពបាទនិយាយអំពីនាយករដ្ឋមន្ត្រីនៃពួកអាចោរសៀមនេះវិញបាទឥឡូវនេះបាទគឺវាប្រហើនទៅហើយវាបានបោះសម្ដីថាបើសិនជាបាទប្រធានាធិបតីអាមេរិកគឺលោកដុលណាត្រាំហ្នឹងចង់ជួបវាបាទត្រូវកំណត់ពេលវេលាបាទឲ្យបានច្បាស់និងឆ្លងក្រសួងការបរទេសវាឲ្យបានត្រឹមត្រូវសិនទៅគេជួបបានបាទនេះគេហៅថាជាសម្ដីដ៏កអឺតកតមដាក់បាទប្រធានាធិបតីអាមេរិកលោកដុលណាត្រាំបាទគេបាននិយាយថាលោកត្រាំហ្នឹងគឺមិនទាន់បានតាក់ទងទៅគេដើម្បីនិយាយពិភាក្សាពីបទជប់បាញ់នោះទេហើយបើត្រាំហ្នឹងចង់បាទជួបគេគឺត្រូវតែមានពេលវេលាឬក៏កំណត់ពេលវេលាណាច្បាស់លាស់ជាមុនហើយកិច្ចពិភាក្សានឹងត្រូវអនុវត្តបាទតាមបណ្ដាញក្រសួងការបរទេសរបស់គេនោះឲ្យបានត្រឹមត្រូវសិនបាទហើយពាក្យសម្ដីទាំងអស់នេះបាទគឺបានចុះផ្សាយដោយកាសែតបាទកាសែតគេនេះកាសែតខៅសតបាទចុះផ្សាយនៅថ្ងៃទី10នឹងឯងសង្កេតឃើញថាមេដឹកនាំថៃពេលហ្នឹងគឺហាក់បីដូចជាមិនបានចាត់ទុកអាមេរិកគឺជាមហាអំណាចទី1នោះទេដែលបាទអាណូទីនគេក៏លាស់អណ្ដាតទាំងប្រហើនបែបហ្នឹងគឺបានន័យថាជាសម្ដីមួយដែលមិនធម្មតាព្រោះថាកិច្ចពិភាក្សាតាមទូរស័ព្ទរវាងប្រមុខរដ្ឋដែលត្រូវកំណត់ពេលទុកជាមុនតាមរយៈបណ្ដាញផ្លូវការហើយរាល់ការប្រស្រ័យទាក់ទងទាំងអស់បាទគឺត្រូវឆ្លងកាត់បណ្ដាញការទូតនិងការបរទេសរួចបន្តជូនដំណឹងទៅកាន់រដ្ឋាភិបាលពុកម៉ែបងប្អូននៅពេលដែលមានសំណួរមួយដែលសួរថាតើលោកនឹងនិយាយជាមួយប្រធានាធិបតីអាមេរិកដែរឬទេប្រសិនជាត្រូវបានតាក់ទងមែនហើយពុកម៉ែបងប្អូនដឹងអាណូទីនគេឆ្លើយមិនអត់សម្ដីគេបាទគឺមួយឃ្លាទាំងកអឺតកតមហើយគេបានឆ្លើយថាគេនឹងនិយាយជាមួយលោកត្រាំហ្នឹងហើយបើសិនជាលោកត្រាំតាក់ទងមកមែនណាបាទហើយនៅពេលមានសំណួរមួយទៀតគេសួរថាតើបទជប់បាញ់អាចនឹងត្រូវបានបញ្ជាពីសម្ពាធខាងក្រៅឬយ៉ាងណាពេលនោះដែរគេបានបោះសម្ដីមួយទៀតថាវាជារឿងដាច់ដោយឡែកព្រោះចំនួននេះពាក់ព័ន្ធតែពីរប្រទេសប៉ុណ្ណោះគេចង់និយាយថាតែកម្ពុជាហើយនិងថៃហ្នឹងណាហើយគេក៏បានបន្ថែមទៀតថារាល់ការកំណត់ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំទាមទារឲ្យមានការរៀបចំចំណុចពិសេសរួមទាំងការចូលរួមពីរដ្ឋមន្ត្រីការបរទេស
អគ្គមេបញ្ជាការនិងរដ្ឋមន្ត្រីការពារជាតិដើម្បីដោះស្រាយប្រកបដោយតម្លាភាពហើយចំណុចទាំងនេះគឺបានបង្ហាញឲ្យឃើញជាក់ច្បាស់នឹងភ្នែកថាថៃមិនត្រឹមតែមិនទុកអាមេរិកក្នុងកែវភ្នែកនោះទេប៉ុន្តែថែមទាំងហ៊ានដាក់លក្ខខណ្ឌជាមួយអាមេរិកថែមទៀតផងតាមពិតទៅភាពអំនួតអួតអាងខែងរ៉ែងរបស់ថៃមិនមែនជារឿងចម្លែកទេព្រោះថាកន្លងមកនេះថៃបានយកដៃហែកកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរចោលរួចយកជើងជន់ឈ្លីបើទោះបីជាកិច្ចព្រមព្រៀងនេះស្ថិតក្រោមក្រសែភ្នែកនៃការសម្របសម្រួលចូលខ្លួនជាសាក្សីដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងមេដឹកនាំម៉ាឡេស៊ីលោកអាល់វ៉ាអ៊ីប្រាហ៊ីមក៏ដោយមើលឃើញការឈ្លានពានកន្លងមកលើកម្ពុជាជាថ្មីនៅថ្ងៃទី7ខែធ្នូកន្លងមកនេះឯងបងប្អូននាយករដ្ឋមន្ត្រីអនុទីននេះបាទគឺត្រូវបានអ្នកកសែតម្នាក់ដែលជាអ្នកកសែតនយោបាយគឺលោកប្រាក់វិទ្យនឹងគឺបានចេញមុខថាឲ្យក៏ដូចជាស្ដីបន្ទោសបាទដោយពុំមានថាប្រទេសកំពុងតែជួបធំជាច្រើនហើយគឺមិនព្រមឈប់បាញ់ទៀតបាទហើយលោកប្រាក់វិននឹងក៏បានបន្ទោសទៀតថាបើអនុទីនបដិសេធចរចាបត់ឈប់បាញ់នោះពិភពលោកអាចនឹងចាត់ទុកប្រទេសថៃជាអ្នកឈ្លានពានហើយថៃក៏នឹងអាចធ្លាក់ចូលក្នុងស្ថានភាពការទូតដែលមិនធ្លាប់ជួបប្រទេសពីមុនមកមិនខុសពីមីយ៉ាន់ម៉ារុស្ស៊ីនិងអ៊ីស្រាអែលនោះទេបាទហើយបន្ថែមលើសនេះទៀតនោះលោកប្រាក់វិទ្យនឹងក៏បានពមៀនទៀតថាបើមិនព្រមឈប់បាញ់ថៃនឹងជួបបញ្ហាសេដ្ឋកិច្ចបើនិយាយឲ្យអស់ទៅគឺប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកដែលនាំឲ្យការនាំចេញទាំងនោះមានចំនួនប្រមាណ 20% នៃទំហំនៃការនាំចេញសរុបរបស់ថៃហើយមិនត្រឹមតែប៉ុណ្ណោះវាក៏អាចជះឥទ្ធិពលដល់វិស័យទេសចរទៀតផងដែរបើគិតទៅអ្នកកសែតម្នាក់នឹងបើសិនជាខ្ញុំគិតថាគាត់ចេះគិតគូរដល់ប្រទេសជាតិជាងនាយករដ្ឋមន្ត្រីគេនឹងសពថ្ងៃផងចេះគិតគូរច្រើនមែនទែនបាទវាខុសអីតាពីខ្លួនឯងដែលជានាយករដ្ឋមន្ត្រីមិនគិតដល់ចំណុចហ្នឹងមិនគិតពីសេដ្ឋកិច្ចប្រទេសមិនគិតពីអីទាំងអស់សួរថាពេលដែលមានសង្គ្រាមឈ្លានពានអញ្ចឹងតើវាមានចំណុចត្រង់ណាមួយដែលចំណេញនោះបាទវាឆ្ងាញ់ត្រង់ដែលថាឥឡូវគឺវាយរឹកបាទគឺសំដែងភាពកអើតកទមដាក់លោកដុលណាត្រាំទៅទៀតខ្លួនឯងឈ្លានពានគេបែរជាទៅប្រកាសប្រាប់គេថាគេជាអ្នកឈ្លានពានវិញហើយសួរមើលអ្នកណាគេជឿបើសប្ងៃសារព័ត៌មានធំលំដាប់ពិភពលោកដែលមានដូចជា Reuters ដូចជា CNN អីជាដើមហ្នឹងគេបានចុះផ្សាយគ្រប់គ្នាទៅហើយថាថៃជាអ្នកឈ្លានពានកម្ពុជាចឹងគេថាกระดาษគឺมันអាចខ្ចប់ភ្លើងបានទេមិនដឹងថាពួកហ្នឹងវាយកអ្វីមកគិតយកអ្វីមកធ្វើនោះទេបាទហើយសម្រាប់ព្រឹត្តិការណ៍ព័ត៌មាននៅក្នុងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលខំតាមដានទស្សនាវីដេអូមួយនេះពីដើមមកដល់ចំណុចបញ្ចប់នេះយើងនឹងជួបគ្នានៅវីដេអូក្រោយជាមួយនឹងព្រឹត្តិការណ៍ថ្មីៗជាបន្តទៀត